សេរីសុភ័ណ្ឌគឺជាក្រុងប្រជុំជនធំបំផុតនៃខេត្តបន្ទាយមានជ័យសេរីសុភ័ណ្ឌគឺជាបណ្ដុំរដ្ឋបាលខេត្តក្រុងនេះស្ថិតនៅចម្ងាយប្រមាណ359គីឡូម៉ែត្រពីរាជធានីភ្នំពេញនិង48គីឡូម៉ែត្រពីចំណុចព្រំដែនកម្ពុជាថៃក្រុងសេរីសុភ័ណ្ឌស្ថិតនៅចំកណ្ដាលនៃខេត្តបន្ទាយមានជ័យបច្ចុប្បន្នដើម្បីឆ្លើយតបនឹងគោលដៅអធិភាពនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភានិងដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមផ្លែកវ៉ារីប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យឯកឧត្តមអ៊ុំរាត្រីអភិបាលនៃគណៈអភិបាលខេត្តនិងមន្ទីរអង្គភាពពាក់ព័ន្ធបានធ្វើឲ្យខេត្តបន្ទាយមានជ័យមានការអភិវឌ្ឍរីកចម្រើនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃជាក់ស្ដែងស្ពានបេតុងមួយកន្លែងដែលមានប្រវែង108ម៉ែត្រទទឹង10ម៉ែត្រដែលស្ថាបនាផ្លូវក្រាលបេតុងសងខាងក្បាលស្ពានប្រវែង200ម៉ែត្រទទឹង10ម៉ែត្រកម្រាស់ 1.2 ម៉ែត្រស្ថិតនៅក្នុងភូមិព្រះពន្លាទៅភូមិចកសង្កាត់ព្រះពន្លាក្រុងសេរីសុភ័ណ្ឌខេត្តបន្ទាយមានជ័យដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈឯកឧត្តមកាយកំយ៉ានអ្នកតំណាងរាជមណ្ឌលខេត្តបន្ទាយមានជ័យនិងជាឧត្តមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រនិងលោកជំទាវហើយស្ពានបេតុងនេះត្រូវបានស្ថាបនាក្នុងឆ្នាំ2023ហើយបានបញ្ចប់នៅឆ្នាំ2025ហើយបច្ចុប្បន្នរដ្ឋបាលខេត្តបន្ទាយមានជ័យក៏កំពុងសាងសង់វិមានស្ទោមអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះដែលមានទំហំបណ្ដោយ30ម៉ែត្រទទឹង26ម៉ែត្រនិងប្រវែង9ម៉ែត្រដើម្បីទុកជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យឲ្យដឹងគុណជាប្រវត្តិសាស្ត្រជាតិពិសេសពាក់ព័ន្ធនឹងដំណើរសង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតដំណើរស្វែងរកសន្តិភាពនិងការអភិវឌ្ឍប្រកបដោយជោគជ័យនៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែនផែនការរបស់រដ្ឋបាលខេត្តបានចាប់ផ្ដើមរៀបចំកសាងជាសួនច្បារតេជោសន្តិភាពនេះអមមាត់ស្ទឹងសេរីសុភ័ណ្ឌចាប់ពីរបងវត្តស្វាយចាស់កាត់ផ្លុកដីមាត់ស្ទឹងស្ពានថ្មក្នុងភូមិ3មកដល់ដាំថ្នោតសង្កាត់ព្រះពន្លាក្រុងសេរីសុភ័ណ្ឌដើម្បីរៀបចំឲ្យคล้ายទៅជាកន្លែងលេងកម្សាន្តហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋនិងកែលម្អសោភ័ណភាពសណ្ដាប់ធ្នាប់សាធារណៈក្នុងក្រុងសេរីសុភ័ណ្ឌព្រះពន្លាវត្តមានបារមីជួយខាត់ចិត្តស្រី